ក្លបឃើញការនេសាទបែបនេះទេខ្ញុំឃើញបីយកខោដាក់ទៅក្នុងទឹកប្រើខ្សាច់ធ្វើជានុយពេលដែលគាត់កំពុងរងចាំត្រីចូលក្នុងប្រឡាយភ្លៀងធាក់ខ្លាំងនៅលើមេឃក្នុងបញ្ហានេះបីបានមកដល់ឆ្នេរសមុទ្រភាគខាងលិចកោះស៊ូមាត្រានេះគឺជាតំបន់ភ្នំភ្លុងបំផុតមួយនៅក្នុងពិភពលោកវាពួកខ្មែរគួរឲ្យខ្លាចនៅតាមបណ្ដោយឆ្នេរសមុទ្រឥណ្ឌូនេស៊ីនេះមានផ្ទៃដីរហូតដល់31000ម៉ែត្រការ៉េសត្វល្មូនជាច្រើនរីករាលដាលនៅទីនេះសូម្បីតែប្រជាជននៅស៊ូមាត្រាក៏ខ្លាចវាពួកដ៏សាហាវនេះដែរមានមនុស្សតិចណាស់ដែលទទួលហានិភ័យឥឡូវបីត្រូវដើរកាត់ទីនេះមកដល់គោលដៅបីប្រើវិធីសាស្ត្រប្រពៃណីនេះអាចសន្សំសំចៃថាមពលច្រើនក្នុងរាងកាយបន្ទាប់ពីចុះចតពិនិត្យមើលកាន់តែច្បាស់បរិយាកាសជុំវិញមានភាពស្ងប់ស្ងាត់បីមិនដឹងថាសត្វល្មូនប្រភេទណាលាក់ខ្លួននៅក្រោមទឹកបីបានសម្រេចចិត្តចាក់ចេញពីកន្លែងខុសនឹងត្រូវជាមុនសិនផលវិបាកមិនសាមញ្ញដោយការវាយប្រហារនោះទេតែមិនបានឆ្ងាយបីជួបប្រទះនឹងស្មៅក្រាស់ស្លឹកនៅទីនេះដុះក្រាស់ហើយខ្ពស់ជាងក្នុងទាំងពីរក្នុងវាភក់មានច្រើនដូច្នេះកុំឲ្យរងគ្រោះនៅទីនេះសូម្បីតែរបួសទឹកមួយក៏អាចបង្កបញ្ហាជាច្រើនផងដែរមេរោគឆ្លងយ៉ាងឆាប់រហ័សប្រសិនបើត្រាំនៅក្នុងទឹកវាភក់ខ្មៅស្លឹកនេះគឺមុតស្រួចណាស់ដើម្បីការពារការកោសបីប្រើក្នុងដើម្បីរុញចេញអាហារនៅទីនេះខ្វះខាតចាប់យកឱកាសណាមួយដើម្បីញ៉ាំទោះបីសាច់មិនច្រើនក៏ដោយប៉ុន្តែយ៉ាងហោចណាស់វាអាចបន្ថែមថាមពលមួយចំនួនរសជាតិមិនអាក្រក់ទេរសជាតិដូចសាច់មាន់បន្តិចក្រោយពីហូបរួចបីបន្តដំណើរទៅមុខបន្ទាប់ពីមានបញ្ហាច្រើនបីដើរលើផ្លូវលំបាកយ៉ាងលឿនមកដល់ទីនេះបីត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀតដោយសារតែក្រពើមានច្រើននៅទីនេះគេនិយាយថាពួកវាមានរាប់ពាន់ក្បាលនៅជុំវិញក្រពើប្រវែង15ម៉ែត្ររស់នៅក្នុងវាលភក់នេះជាធម្មតាមានតែភ្នែកប៉ុណ្ណោះដែលត្រលេតត្រដាងនៅលើទឹកដូចនេះវាពិបាកក្នុងការស្វែងរកប្រសិនបើបីបានជួបវាអាចនឹងក្លាយជាអាហារភ្លាមនោះបីហាក់ដូចជារកឃើញអ្វីចូលទៅក្នុងទឹកវាលោតចូលទៅក្នុងទឹកប្រសិនបើជាក្រពើមែនបន្ទាប់ពីការត្រួតពិនិត្យមួយរយៈបីបានវាចំគោលដៅជាមួយការផ្លាស់ប្ដូរវាក៏ជាសត្វត្រកួតមួយក្បាលសត្វនេះគឺសាហាវប្រវែងប្រហែល9 ហ្វីតមាត់បង្ហូរឈាមមើលក្រញាំជើងដល់មាត់ស្រួចនៅពេលនេះបីបានចាប់កន្ទុយរបស់វាមិនអាចងាកមកខាំមនុស្សបានទេប្រសិនបើខាំលទ្ធផលរបស់វាគឺអាក្រក់បីទើបតែធ្វើរឿងធំក្នុងការដោះស្រាយបញ្ហាឥឡូវមានអាហាររឿងបន្តបំផុតគឺត្រូវរកកន្លែងរស់នៅដូច្នេះហើយបីបានយកអាហាររបស់គាត់ចេញពីវាភក់ដែលឈ្មោះទៅជំរឿននៃព្រៃទឹកភ្លៀងមិនយូរប៉ុន្មានក៏បានប្រទះឃើញទន្លេតូចមួយសម្រាប់ចេញបញ្ឈប់ការញ៉ាំអាហារនៅទីនេះមុនពេលចេញដំណើរការរស់នៅក្នុងព្រៃស្តាមពិបាកណាស់ប៉ុន្តែអាចប្រើរស័យទាំងនេះបានទោះបីវាស្តាមនៅខាងក្រៅក៏ដោយគ្រាន់តែកោសស្បែកឈើស្ងួតធ្លាក់ចុះមកក្រោមបន្ទាប់ពីបីដាក់ភ្លើងចូលទៅលើគំនរមែកឈើបន្ទាប់ពីព្យាយាមបង្កាត់ភ្លើងព្រៃទឹកភ្លៀងនេះស្ថិតនៅលើខ្សែអេក្វាទ័រខ្យល់គឺពោពេញទៅដោយសំណើមស្ទើរតែឈានដល់ចំណុចខ្ពស់ដូច្នេះបីត្រូវឈានពេលខ្លះដើម្បីឲ្យភ្លើងឆាប់ឆេះដល់ទីបំផុតការរស់នៅក្នុងព្រៃគឺពិបាកជាងកន្លែងណាទាំងអស់ដូច្នេះត្រូវអត់ធ្មត់សំណាងល្អមួយសន្ទុះក្រោយមកបីចាប់ផ្ដើមបង្កើតភ្លើងបានដោយជោគជ័យពេលនេះជាពេលវេលាសាច់អាំងបីបានកាត់កន្ទុយរបស់វាដាក់ចូលទៅក្នុងភ្លើងរងចាំគម្លាតគាត់បានយកគ្រឿងក្នុងរបស់វាចេញនេះគឺជាអាហារដែលគាត់ចូលចិត្តគ្រាន់តែកម្ដៅវាបន្តិចគាត់អាចញ៉ាំវាបាននិយាយពីរសជាតិមានរសជាតិប្លែកមិនមានអ្វីខុសជាមួយអ្វីផ្សេងទៀតទេបន្ទាប់ពីញ៉ាំពេលនេះដល់ពេលទទួលទានអាហារពេលល្ងាចហើយកន្ទុយត្រកួតមានផ្ទុក collagen ច្រើនមិនត្រឹមតែល្អសម្រាប់សុខភាពនិងសម្រស់ទេវាក៏អាចបង្កើនប្រសិទ្ធភាពប្រយុទ្ធផងដែរពេលគ្រប់គ្រងកម្ដៅបានល្អនៅពេលនេះក្រោយពីបញ្ចប់អាហារពេលបានកាត់រុនជាច្រើនលើស្បែកជើងនៅទឹកនឹងទិញឆ្លងកាត់ទន្លេដ៏វែងមួយរុនទាំងនេះបង្ហូរទឹកចេញតាមស្បែកជើងអាចការពារជំងឺរលាកជើងយ៉ាងមានប្រសិទ្ធភាពពេលដែលតាមទន្លេឥឡូវនេះជាវិធីលឿនបំផុតព្រោះជារដូវវស្សាទឹកភ្លៀងប្រមូលនៅតំបន់ខាងលើធ្វើឲ្យទឹកទន្លេកាន់តែរួបរวมគ្នាពេលមិនទៅណាទេគាត់ជាកំណាត់ឈើហើយឆ្លងទៅត្រើយម្ខាងប៉ុន្តែក្រោយទៅដល់ត្រើយម្ខាងរកឃើញផ្លូវខាងមុខត្រូវបានរារាំងដោយទឹកជ្រោះទោះបីការធ្លាក់ចុះត្រឹម14ម៉ែត្រប៉ុន្តែចរន្តទឹកដ៏ខ្លាំងនិងថ្មរអិលវាមិនប្រកបប្រជាក្នុងការឡើងចុះពេលដែលមានប្រាជ្ញារកឃើញអាហារមួយប្រភេទទៀតនៅក្នុងព្រៃភ្លៀងរុក្ខជាតិនេះហៅថាវល្លិពណ៌សបន្ទាប់ពីរុំខ្លួនរបស់គាត់ប្រើភាពតឹងតែងដើម្បីបញ្ជូនពេលចុះបាយចងម្ខាងនៅគល់ឈើបន្ទាប់មកប្រើវិធីចុះខ្សែពួរដើម្បីរំកិលចុះក្រោមយឺតគ្រាន់តែពេលបីខ្លាចពាក់កណ្ដាលដើមឈើដែលចងនឹងជាប់នឹងវាទីបំផុតមិនអាចទ្រទម្ងន់បានឡើយពេលធ្លាក់ចូលទឹកយ៉ាងអាម៉េះអ្នកថតរូបដើរតាមក្រោយយ៉ាងជិតប៉ុន្តែពេលមិនបានធ្វើអ្វីទេរួចហើយបន្តដំណើរទៅមុខទៀតវាជារឿងធម្មតាដែលចំពប់ដួលដរាបណាមនុស្សនៅមានជីវិតអ្វីៗអាចនិយាយបានពេលមិនដឹងថាការធ្វើដំណើរនេះត្រូវចំណាយពេលប៉ុន្មានទេពេលប្រទះឃើញឫស្សីនៅក្នុងព្រៃភ្លៀងនៅក្នុងព្រៃក្តារនឹងសារធាតុរ៉ែរបស់រាងកាយបាត់បង់យ៉ាងឆាប់រហ័សឫស្សីទាំងនេះគឺជាប្រភពទឹកសាបដ៏ល្អនៅទីនេះបាយចោះរុនរួចហើយដាក់វាចូលទៅក្នុងមាត់ដោយផ្ទាល់សារធាតុហូរចេញមកចូលមាត់បាយយ៉ាងខ្លាំងនេះគឺជាទឹកចម្រោះតាមរយៈឫស្សីវាមានរសជាតិផ្អែមជាងទឹកម៉ាស៊ីនបន្ទាប់ពីទឹកបំពេញរួចមេចាប់ផ្ដើមងងឹតបាយទៅរៀបចំជំរំឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅក្នុងព្រៃងងឹតជាធម្មតាសត្វស៊ីសាច់ធំចេញមករកអាហារដូច្នេះចូលរក្សាទីជម្រកឲ្យបានឆ្ងាយតាមដែលអាចធ្វើទៅបានដើមឈើធំគឺជាជម្រកដ៏ល្អឥឡូវនេះគ្រាន់តែដាក់ដំបូលដូច្នេះហើយពេលបានរកឃើញដើមចេកមួយចំនួននៅក្បែរនោះស្លឹកចេកប្រមាណសន្លឹកនេះគ្រប់គ្រាន់សម្រាប់ធ្វើដំបូលក្នុងកំឡុងពេលនេះក៏បានរកឃើញចេកនៅលើដើមដែលមិនទាន់ទុំដូច្នេះវាមានរសជាតិជូរចត់បន្តិចប៉ុន្តែមានច្រើនថាមពលដែលមាននៅក្នុងវាពិតជាអ្វីដែលប៉ៃត្រូវការពេលនោះប៉ៃមកដល់ដើមចេកវានឹងងងឹតឆាប់ៗនេះដូច្នេះប្រញាប់ឡើងដើម្បីសាងសង់ដំបូលបន្ទាប់ពីជាង10នាទីទីបំផុតត្រូវបានសម្រេចនៅខាងក្នុងគឺល្អជាងការរំពឹងទុកឥឡូវនេះក៏អាចធ្វើការជាមួយគ្នាជាមួយអ្នកថតរូបពេញមួយយប់នៅលើដើមឈើចេញដំណើរទៀតហើយនៅថ្ងៃស្អែកនេះគឺជាកូនសត្វល្អិតខ្លាំងជាអកុសលដែលវាបានជួបប៉ៃតាំងពីព្រឹកព្រលឹមវាត្រូវបានគេនិយាយថាអ្នកក្រោកពីដំបងទទួលរងផលវិបាកហើយចាប់ក្បាលរួចហើយដាក់ចូលទៅក្នុងមាត់ដោយផ្ទាល់
bay tầm pia kham chỉ khăng ai lấy vì chập làm tụ mới khamมันចេញមតិរបស់bayគិតថារសជាតិក៏មិនអន់ដែរជាក់ស្ដែងនេះវាមិនគ្រប់គ្រាន់ក្នុងការបំពេញអាហាររបស់គាត់នោះទេបាយបានរកឃើញមើមព្រះមួយទៀតនៅក្នុងជំរករបស់គាត់មុនពេលទទួលទានបាយធំក្លិនក្រអូបនៅលើលោកធំក្លិនដូចជាសុទ្ធដែលបានរក្សាទុកយើងនឹងហើយអាហារដែលបាយខ្លាចបំផុតគឺសុទ្ធបំពងគាត់និយាយថាគាត់នឹងមិនបរិភោគវាទេលុះត្រាតែគាត់ត្រូវការញ៉ាំអាហារពេលព្រឹករួចបាយបន្តចេញដំណើរនៅតាមផ្លូវបាយបានរកឃើញពស់នេះគឺជាពស់ភ្នែកឆ្មាពស់នេះមានពឹសណាស់ធ្លាប់ខំកត់ក្នុងរយៈពេលតិចជាង3ម៉ោងវាអាចបញ្ចេញពឹសដល់មនុស្សនិងសត្វបាយកាត់ក្បាលវានៅនឹងកន្លែងពេលនេះគាត់ទាញយកពស់ដែលនៅមានចលនាគ្រាន់តែដាក់វាដោយផ្ទាល់ចូលទៅក្នុងមាត់របស់គាត់វាពិតជាមានរសជាតិខាំនីមួយៗមានក្លិនក្រអូបយើងអាចមើលឃើញថាបាយពេញចិត្តនឹងរសជាតិនេះយ៉ាងណាក្រោយបន្ថែមថាមពលបន្តិចដោយស្ទាក់ស្ទើរគាត់បន្តដំណើរទៅមុខដើរបានបន្តិចរំពេចនោះឆ្នេរពណ៌ខៀវបានលេចឡើងនៅចំពោះមុខគាត់ជាលើកទី1ដែលគាត់ឃើញទស្សនីយភាពបែបនេះដូច្នេះគាត់មិនអាចជួយបានទេលុតចុះដោយផ្ទាល់បន្ទាប់ពីចុះមកដល់បាតទឹកគាត់បានរកឃើញត្រីជាច្រើនមានត្រីហែនៅជុំវិញបន្ទាប់ពីផ្ទៃបាយមានកំណត់ដ៏ក្លាហានមួយគាត់ចង់ចាប់ត្រីតូចៗមួយចំនួនដើម្បីបន្ថែមថាមពលរបស់គាត់បន្ទាប់មកគាត់ទៅមាត់ច្រាំងប្រមូលវល្លិខ្លះបន្ទាប់មកដោះខោអាវរបស់គាត់ចង់ចំណងលើខោនីមួយៗបន្ទាប់មកប្រើវល្លិដើម្បីធ្វើស៊ុំគ្រាន់តែដូចនេះឧបករណ៍នេសាទសាមញ្ញមួយត្រូវបានបញ្ចប់បាយដាក់ខ្សាច់នៅក្នុងហាប៉ារបស់គាត់ដើម្បីបង្កើនចំនួនគ្រាប់ពូជបន្ទាប់មកទម្លាក់វាចុះទៅក្នុងទឹកយឺតៗគាត់បានប្រោះខ្សាច់ខ្លះលើវាប្រសិនបើត្រីចង់ដឹងចង់ឃើញហែកទឹកនោះត្រូវកំណត់ថានឹងក្លាយជាអាហារថ្ងៃត្រង់របស់បាយអង្គុយរងចាំនៅទំនុកចិត្តភ្លៀងធ្លាក់ខ្លាំងនៅលើមេឃតែវាបំភ័យត្រីទេបាយគ្មានជម្រើសក្រៅពីបោះបង់ចោលបន្ទាប់ពីស្លៀកខោដើរគ្រប់ផ្លូវនៅកាន់ចន្លងភ្នំជិតល្ងាចហើយមានន័យថាទិសដៅព្រះអាទិត្យគឺនៅខាងលិចហើយបាយកំពុងទៅខាងកើតបន្ទាប់ពីកំណត់ទិសដៅគាត់កំពុងស្វែងរកទីតាំងខ្ពស់នៅខាងកើតដោយសារតែអ្នកសង្កេតមើលចក្ខុវិស័យជុំវិញជាង2កន្លែងខ្ពស់បាយរត់យ៉ាងលឿនកាត់ព្រៃរំពេចនោះគាត់បានរអិលដួលដោយចៃដន្យសំណាងល្អមានច្រាំងថ្មចតនៅខាងមុខសរសើរដែលបាយចាប់មែកឈើដែលជាប់នឹងខ្លួនបើមិនដូច្នេះទេគាត់ច្បាស់ជាត្រូវវាឲ្យសន្លប់មិនខានរួចផុតពីគ្រោះមហន្តរាយគាត់នឹងទទួលពរជ័យនៅពេលក្រោយវាលស្រែមួយមិនឆ្ងាយប្រមាណលេចចេញមកនៅមានមនុស្សធ្វើការបាយប្រញាប់រកផ្លូវចេញឥឡូវនេះគាត់បានឡើងដើមឈើយឺតៗមិនមានកន្លែងឈរជើងនៅលើច្រាំងថ្មចតលើសពី30ម៉ែត្រទេអាចពឹងផ្អែកលើកម្លាំងដៃដើម្បីបន្ថយទីបំផុតគាត់បានមកដល់បាតយ៉ាងរលូនការឈឺចាប់ក្នុងដៃធ្វើឲ្យគាត់ពិបាកចិត្តបន្ទាប់ពីសម្រាប់មួយរយៈបាយបានឆ្លងទន្លេដោយជោគជ័យឥឡូវគាត់អាចត្រឡប់ទៅផ្ទះវិញក្រោយបញ្ចប់បេសកកម្ម